ខ្ញុំដូចជាគ្មានជំងឺអ្វីទេពួករបស់ខ្ញុំមិនក៏ឈឺម្ល៉េះមនុស្សគ្រប់រូបនឹងឈានចូលភាពពេញវ័យនៅពេលដែលពួកគេមានអាយុចន្លោះពី9ទៅ14ឆ្នាំពេលនោះរាងកាយរបស់ក្មេងប្រុសនិងក្មេងស្រីនឹងមានការលូតលាស់ព្រមទាំងមានភាពប្រែប្រួលផងដែរព្រះអើយពិតជាគួរឲ្យខ្មាស់ណាស់រាងកាយរបស់ក្មេងស្រីមិនត្រឹមតែមានការបញ្ចេញអរម៉ូននិងការលូតកម្ពស់ប៉ុណ្ណោះទេប៉ុន្តែត្រកៀកនិងដើមទ្រូងក៏នឹងរីកធំដែរហើយរាងកាយទាំងមូលនឹងកាន់តែរីកលូតលាស់ធំទៅហានៅលើខាងរបស់ខ្ញុំដូចជាមានឈាមប្រឡាក់ដោយសារសកម្មភាពរបស់អរម៉ូនវដ្តរដូវនឹងចាប់ផ្ដើមកើតមានចំពោះក្មេងស្រីដូច្នេះហើយបានជាមានអ្នកខ្លះមានអាការៈឈឺពោះវដ្តរដូវវដ្តរដូវគឺជាដំណាក់កាលត្រៀមសម្រាប់លទ្ធភាពមានគភ៌នាពេលអនាគតរបស់ក្មេងស្រីប៉ុន្តែមានហូរឈាមណាតើវាមិនមែនជាការរងរបួសទេឬវាខុសគ្នាពីការហូរឈាមដោយសារការរងរបួសនៅក្នុងពោះរបស់មនុស្សស្រីមានស្បូនដែលអាចចិញ្ចឹមគភ៌បានពីព្រោះវាមានអូវែដែលអាចបង្កើតជាគភ៌សុទ្ធដែលអាចផ្ដល់កំណើតដល់ទារកត្រូវបានបង្កើតឡើងដោយអូវែជារៀងរាល់ខែហើយកោសិកាឈាមបង្កើតនៅស្រទាប់មួយដែលស្ថិតនៅក្នុងទូស្បូនដើម្បីរង់ចាំសុទ្ធបង្កកំណើតប៉ុន្តែប្រសិនបើសុទ្ធមិនបង្កកំណើតទេស្រទាប់ដែលបង្កើតឡើងដោយឈាមនៅក្នុងស្បូននោះនឹងជំរុះចេញមកខាងក្រៅដែលនេះហៅថាវដ្តរដូវគួរឲ្យខ្មាស់ណាស់មិននឹងដឹងថាវដ្តរដូវកើតមាននៅពេលណាទៅជាធម្មតាវដ្តរដូវបន្ទាប់នឹងកើតមានរយៈពេល1ខែក្រោយពេលការហូរឈាមរដូវបានចាប់ផ្ដើមអញ្ចឹងយើងពិតជាអាចទាយអំពីថ្ងៃនៃវដ្តរដូវបន្ទាប់តាមរយៈការមើលប្រតិទិនមែនទេពេលវេលានិងបរិមាណនៃការហូរឈាមរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេហើយវាក៏អាចមានការប្រែប្រួលទៅតាមស្ថានភាពរាងកាយរបស់មនុស្សម្នាក់ៗផងដែរដូច្នេះបើយើងមានចំណេះដឹងត្រឹមត្រូវទាក់ទងអំពីវដ្តរដូវវាមិនមានអ្វីគួរឲ្យខ្លាចនោះទេចាអញ្ចឹងខ្ញុំដូចជាធូរចិត្តវិញហើយក្មេងស្រីគួរតែពិភាក្សាជាមួយម្ដាយជីដូនស្ត្រីដែលមានវ័យចំណាស់រស់នៅជិតខាងគ្នាឬអ្នកគ្រូជាដើមមែនហើយប្រសិនបើមានអ្វីមិនយល់ខ្ញុំនឹងសួរអ្នកនៅជុំវិញខ្លួនប្រសិនបើអ្នកគិតថាមានភាពខុសប្រក្រតីចំពោះខ្លួនប្រាណរបស់អ្នកសូមកុំស្ទាក់ស្ទើរក្នុងការពិគ្រោះយោបល់ជាមួយគ្រូពេទ្យសូមកុំខ្មាស់អៀនអីណា